នៅក្នុងសតវត្សទី18នៅក្នុងពេលដែលអឺរ៉ុបកំពុងវក់វីនឹងសង្គ្រាមជាមួយនឹងអធិរាជណាប៉ូឡេអុងនៅឯត្រើយម្ខាងទៀតនៃមហាសមុទ្រអាត្លង់តិកសហរដ្ឋអាមេរិកដែលបានឈ្នះសង្គ្រាមទាមទារឯករាជ្យពីអង់គ្លេសកាលពីឆ្នាំ1783បានស្គាល់នូវភាពរីកចម្រើនខ្លាំងទាំងផ្នែកសេដ្ឋកិច្ចនិងទាំងការពង្រីកទឹកដីនៅឆ្នាំ1803សហរដ្ឋអាមេរិកបានទិញដែនដី Louisiana ពីណាប៉ូឡេអុងក្នុងតម្លៃប្រមាណជា$15 លានប្រហែល$234 លានបើគិតតាមតម្លៃលុយបច្ចុប្បន្នសប្តាហ៍ថ្ងៃនេះសហរដ្ឋអាមេរិកមានរដ្ឋមួយនៅប៉ែកខាងត្បូងជាប់នឹងឈូងសមុទ្រមិចស៊ិកឈ្មោះថា Louisiana ក៏ប៉ុន្តែទឹកដី Louisiana ដែលអាមេរិកទិញពីណាប៉ូឡេអុងមិនមែនមានព្រំដែនត្រឹមរដ្ឋ Louisiana បច្ចុប្បន្ននោះទេតែជាដែនដីដែលមានទំហំរហូតដល់ទៅជាង2 លានគីឡូម៉ែត្រការ៉េលាតសន្ធឹងស្ទើរតែពេញមួយផ្នែកកណ្ដាលនៃសហរដ្ឋអាមេរិកចាប់តាំងពីឈូងសមុទ្រមិចស៊ិកនៅប៉ែកខាងត្បូងរហូតដល់កាណាដានៅប៉ែកខាងជើងបើគិតតាមភូមិសាស្ត្ររដ្ឋបាលបច្ចុប្បន្នអតីតដែនដី Louisiana របស់បារាំងគ្របដណ្ដប់ទៅលើរដ្ឋចំនួន6ព្រមទាំងផ្នែកខ្លះនៃរដ្ឋចំនួន9ផ្សេងទៀតក្រៅពីការទិញទឹកដី Louisiana ពីបារាំងសហរដ្ឋអាមេរិកបានពង្រីកទឹកដីរបស់ខ្លួនតាមរយៈការចាប់ដីថ្មីនិងការធ្វើសង្គ្រាមដណ្ដើមដែនដីអាណានិគមពីអង់គ្លេសនិងអេស្ប៉ាញគិតត្រឹមពាក់កណ្ដាលសតវត្សទី19ទឹកដីអាមេរិកដែលពីដំបូងមានចំនួនតែ13រដ្ឋបានកើនឡើងរហូតទៅដល់34រដ្ឋក្រៅពីបានពង្រីកទឹកដីសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកក៏បានស្គាល់នូវការរីកចម្រើនយ៉ាងខ្លាំងក្លាមិនធ្លាប់មានផងដែរជាពិសេសគឺដោយសារបដិវត្តន៍ឧស្សាហកម្មដែលបានរីកសាយភាយចេញពីអង់គ្លេសក៏ប៉ុន្តែក្នុងពេលជាមួយគ្នានោះមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចអាមេរិកត្រូវបែងចែកជាពីរដាច់ពីគ្នាស្រឡះរវាងរដ្ឋនៅប៉ែកខាងជើងនិងរដ្ឋនៅប៉ែកខាងត្បូងតំបន់នៅប៉ែកខាងជើងមានមូលដ្ឋានសេដ្ឋកិច្ចចាក់គ្រឹះយ៉ាងរឹងមាំក្នុងវិស័យឧស្សាហកម្មចំណែករដ្ឋនៅប៉ែកខាងត្បូងវិញពឹងផ្អែកលើវិស័យកសិកម្មជាពិសេសគឺការដាំកប្បាសនិងថ្នាំជក់ដែលជាការធ្វើកសិកម្មដោយពឹងផ្អែកខ្លាំងទៅលើកម្លាំងពលកម្មរបស់ទេសករស្បែកខ្មៅបញ្ហាទេសករនេះហើយដែលជាបញ្ហាចម្រូងចម្រាសដែលបណ្ដាលឲ្យមានការប្រឈមមុខដាក់គ្នារវាងរដ្ឋនៅខាងជើងនិងរដ្ឋនៅខាងត្បូងចំណែករដ្ឋនៅប៉ែកខាងត្បូងវិញជំទាស់ដាច់ខាតមិនឲ្យមានការលុបបំបាត់ទេសភាពសម្រាប់រដ្ឋនៅប៉ែកខាងត្បូងទេសករគឺជាធនធានសេដ្ឋកិច្ចដ៏ចម្បងបំផុតមួយក្រៅពីការប្រើកម្លាំងទេសករដើម្បីធ្វើការក្នុងចម្ការកប្បាសឬថ្នាំជក់ការទិញដូរទេសករក៏ជាមុខជំនួញដ៏ធំមួយដែរសម្រាប់ប្រជាជនដែលរស់នៅខាងត្បូងសហរដ្ឋអាមេរិកនៅអំឡុងឆ្នាំ1850ចំនួនរវាងអ្នកគាំទ្រនិងអ្នកប្រឆាំងនឹងការលុបបំបាត់ទេសភាពបានកើតមានកាន់តែខ្លាំងឡើងរហូតបង្កទៅជាអំពើហិង្សាហើយចំនួននេះបានឈានដល់ចំណុចរបត់ដ៏សំខាន់មួយដែលមិនអាចស្ដារឡើងវិញបាននៅក្រោយការជាប់ឆ្នោតរបស់ប្រធានាធិបតី Abraham Lincoln ដែលមាននិន្នាការប្រឆាំងនឹងទេសភាពលោក Abraham Lincoln ជាសមាជិកគណៈបក្សសាធារណរដ្ឋមកពីរដ្ឋ Illinois បានជាប់ឆ្នោតជាប្រធានាធិបតីទី16នៃសហរដ្ឋអាមេរិកនៅខែវិច្ឆិកាឆ្នាំ1860នៅខែធ្នូនៅពេលដែលលោក Abraham Lincoln មិនទាន់បានស្បត់ចូលកាន់អំណាចផងនោះបណ្ដារដ្ឋដែលនៅប៉ែកខាងត្បូងដែលសម្បូរទេសករក៏បាននាំគ្នាប្រកាសផ្ដាច់ខ្លួនម្ដងមួយចេញពីសហរដ្ឋអាមេរិកគិតត្រឹមពេលលោក Abraham Lincoln ស្បត់ចូលកាន់អំណាចនៅខែមីនាឆ្នាំ1861រដ្ឋចំនួន7រួមមាន South
Carolina Mississippi Florida Alabama Georgia Louisiana និង Texas បានផ្ដាច់ខ្លួនទៅបង្កើតជារដ្ឋសហព័ន្ធថ្មីដោយដាក់ឈ្មោះថា The Confederate States of America ក្រោយពីបានផ្ដាច់ខ្លួនចេញពីសហរដ្ឋអាមេរិករដ្ឋនៅប៉ែកខាងត្បូងបានធ្វើការរឹបអូសរាល់ទ្រព្យសម្បត្តិរបស់រដ្ឋាភិបាលសហព័ន្ធអាមេរិកដែលស្ថិតនៅលើទឹកដីរបស់ពួកគេលើសពីនេះទៅទៀតពួកគេបានទាមទារឲ្យរដ្ឋាភិបាលសហព័ន្ធអាមេរិកដកទាហានចេញពីមូលដ្ឋានទ័ពមួយកន្លែងឈ្មោះ Fort Sumter ដែលស្ថិតនៅក្នុងរង្វង់ដែនដីរបស់រដ្ឋ South Carolina នៅព្រឹកព្រលឹម12 ខែមេសា ឆ្នាំ 1861 ក្រោយពីរដ្ឋាភិបាលរបស់លោក Abraham Lincoln បដិសេធមិនដកទ័ពកងទ័ពរបស់រដ្ឋផ្ដាច់ខ្លួនក៏បានបើកការវាយប្រហារទៅលើ Fort Sumter ក្រោយពីទទួលរងការវាយប្រហារនៅ Fort Sumter លោក Abraham Lincoln ក៏បានកេណ្ឌកងទ័ពដើម្បីត្រៀមបើកការវាយប្រហារទៅលើកងទ័ពរបស់រដ្ឋប៉ែកខាងត្បូងដែលលោកបានចាត់ទុកថាជាក្រុមឧទាមការកេណ្ឌកម្លាំងទ័ពនេះបានធ្វើឲ្យរដ្ឋចំនួន4ទៀតគឺរដ្ឋ Virginia Arkansas North Carolina និង Tennessee ប្រកាសផ្ដាច់ខ្លួនទៅចូលរួមជាមួយនឹងសហព័ន្ធនៃរដ្ឋប៉ែកខាងត្បូងដែរសង្គ្រាមស៊ីវិលអាមេរិកក៏ចាប់ផ្ដើមផ្ទុះឡើងរវាងរដ្ឋប៉ែកខាងជើងដែលមាន23រដ្ឋដែលមានប្រជាជនសរុបប្រមាណជាង20លាននាក់មានកងទ័ពប្រមាណ2លាននាក់ហើយមានឧស្សាហកម្មជឿនលឿននិងហេដ្ឋារចនាសម្ព័ន្ធទំនើបទល់នឹងរដ្ឋប៉ែកខាងត្បូង11រដ្ឋដែលមានប្រជាជនតែប្រមាណជា9លាននាក់កងទ័ពតែជាង1លាននាក់ប៉ុណ្ណោះក៏ប៉ុន្តែសម្បូរមេទ័ពដែលពូកែខាងសឹកសង្គ្រាមនៅឆ្នាំ 1863 នៅក្នុងពេលដែលសង្គ្រាមស៊ីវិលកំពុងឆាបឆេះពេញបន្ទុកលោក Abraham Lincoln បានចេញក្រឹត្យមួយដោយសម្រេចរំដោះទាសករទាំងប្រមាណជា3លាននាក់នៅក្នុងរដ្ឋប៉ែកខាងត្បូងឲ្យមានសេរីភាពពេញលេញតាមរយៈសេចក្តីសម្រេចនេះលោក Abraham Lincoln បានទាក់ទាញនៅការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនអាមេរិកស្បែកខ្មៅដែលបាននាំគ្នាស្ម័គ្រចិត្តចូលបម្រើក្នុងជួរកងទ័ពដើម្បីប្រយុទ្ធតតាំងនឹងរដ្ឋប៉ែកខាងត្បូងកងទ័ពសហរដ្ឋអាមេរិកដែលមានចំនួនច្រើនលើសលប់ស្រាប់ក៏កាន់តែកើតចំនួនថែមទៀតចំណែកឯរដ្ឋប៉ែកខាងត្បូងវិញការរំដោះទាសករបានធ្វើឲ្យបាត់បង់នៅកម្លាំងពលកម្មដែលជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចរបស់ពួកគេគិតត្រឹមឆ្នាំ 1864 កងទ័ពនៃរដ្ឋខាងជើងមានព្រៀបកាន់តែខ្លាំងលើរដ្ឋខាងត្បូងនៅថ្ងៃទី 9 ខែមេសា ឆ្នាំ 1865 កងទ័ពនៃរដ្ឋសហព័ន្ធខាងត្បូងបានប្រកាសសុំចុះចាញ់ក៏ប៉ុន្តែ5ថ្ងៃក្រោយមកលោក Abraham Lincoln ត្រូវបានអ្នកគាំទ្ររដ្ឋប៉ែកខាងត្បូងមួយរូបបាញ់សម្លាប់នៅពេលលោកកំពុងអង្គុយមើលល្ខោននៅក្នុងរដ្ឋរាជធានី Washington ក៏ប៉ុន្តែបើទោះបីជាលោក Abraham Lincoln ត្រូវបានគេធ្វើឃាតហើយក៏ដោយមេដឹកនាំរដ្ឋប៉ែកខាងត្បូងនៅតែសុខចិត្តប្រកាសចុះចាញ់សង្គ្រាមជាផ្លូវការសង្គ្រាមស៊ីវិលអាមេរិកដែលបានអូសបន្លាយពេលជាង4ឆ្នាំត្រូវបិទបញ្ចប់ហើយរដ្ឋខាងជើងនិងខាងត្បូងក៏បានរួមគ្នាជារដ្ឋសហព័ន្ធតែមួយដូចពីមុនវិញគិតជាសរុបប្រជាជនអាមេរិកទាំងនៅរដ្ឋខាងត្បូងនិងរដ្ឋខាងជើងជាង1លាននាក់ត្រូវបាត់បង់ជីវិតពោលគឺប្រមាណជា 3% នៃប្រជាជនសរុបនៅសហរដ្ឋអាមេរិកនៅពេលនោះ